Nếu ngay thì đãประปีខែសីហាឆ្នាំ2026កន្លងទៅម្សិលមិញនេះឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទបានអញ្ជើញជាអធិបតីក្នុងវេទិកាអង្គរមហាកំពែងឆ្នាំ2026នៅវិទ្យាស្ថានីយ៍ទាហានចម្រុះថ្លុកតាសេកក្រោមប្រធានបទរួមគ្នាបណ្ដុះបណ្ដាលធនធានមនុស្សឆ្នើមនៃមិត្តភាពដៃថែបនិងកសាងមហាកំពែងវាសនារួមនៅក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនមានប្រសាសន៍ថាវេទិកានេះផ្ដោតសំខាន់ទៅលើការផ្លាស់ប្ដូរចំណេះដឹងបទពិសោធន៍និងគំនិតយុទ្ធសាស្ត្រព្រមទាំងការអភិវឌ្ឍធនធានមនុស្សដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជាចិនឯកឧត្តមអគ្គមេបញ្ជាការបានបញ្ជាក់ថាបច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិតប្រព័ន្ធយានយន្តគ្មានមនុស្សបើកនិងបច្ចេកវិទ្យា Digital កំពុងផ្លាស់ប្ដូររបៀបគិតការគ្រប់គ្រងនិងការប្រតិបត្តិការយោធានៅទូទាំងពិភពលោកក្នុងបរិបទនេះកម្លាំងពិតប្រាកដរបស់កងទ័ពមិនស្ថិតត្រឹមតែចំនួនកងកម្លាំងឬសម្ភារៈបច្ចេកទេសនោះទេប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្សដែលមានចំណេះដឹងសមត្ថភាពច្នៃប្រឌិតនិងអាចសម្របខ្លួនទៅនឹងការប្រែប្រួលបានដូច្នេះការកសាងធនធានមនុស្សឆ្នើមគឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងកងទ័ពទំនើបប្រកបដោយវិជ្ជាជីវៈនិងជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពការពារជាតិឯកឧត្តមបន្តថាវេទិកាអង្គរមហាកំពែងក៏មានគោលដៅជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រយោធាការគិតវិភាគការគិតយុទ្ធសាស្ត្រនិងការចែករំលែកចំណេះដឹងដើម្បីរួមចំណែកកសាងកងយុទ្ធពលខេមរៈភូមិន្ទឲ្យកាន់តែទំនើបផ្អែកលើចំណេះដឹងបច្ចេកវិទ្យានិងធនធានមនុស្សប្រកបដោយគុណភាពឯកឧត្តមរំពឹងថាវេទិកានេះនឹងក្លាយជាយន្តការដ៏មានប្រសិទ្ធភាពមួយក្នុងការផ្លាស់ប្ដូរគំនិតនិងបទពិសោធន៍ព្រមទាំងពង្រឹងមិត្តភាពដៃថែបនិងទំនាក់ទំនងកងទ័ពកម្ពុជាចិនឲ្យកាន់តែរឹងមាំស៊ីជម្រៅនិងមានចក្ខុវិស័យរួមសម្រាប់អនាគត។